សមាជិកក្រុមប្រឹក្សាខេត្តលើកឡើងពីមោទនភាពរបស់ខេត្តតាកែវដែលកន្លងមកថ្មីនេះបានរៀបចំកម្មវិធីបុណ្យទន្លេជោគជ័យនិងមានការអភិវឌ្ឍរីកចម្រើនខ្លាំងសមាជិកក្រុមប្រឹក្សាខេត្តតាកែវអាយដាមទឹមសុនបានសម្ដែងពីមោទនភាពរបស់ខេត្តតាកែវដែលកន្លងមកថ្មីនេះបានរៀបចំពិធីបុណ្យទន្លេប្រកបដោយជោគជ័យនិងមានបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង30,000 នាក់បានចូលមកលេងកម្សាន្តហើយជាពិសេសទៅទៀតនោះខេត្តតាកែវកំពុងតែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យផងដែរថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនៅព្រឹកថ្ងៃពុធទី9 ខែមេសាឆ្នាំ2025អាយដាមទឹមសុនបានលើកឡើងបន្ថែមថាការសម្រេចបាននូវសមិទ្ធផលដ៏ជោគជ័យនិងជាមោទនភាពដល់ខេត្តដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវគឺកើតចេញពីការដឹកនាំក្រុមប្រឹក្សាខេត្តជាពិសេសគណៈអភិបាលខេត្តមន្ត្រីរាជការព្រមទាំងមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋផងដែរហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះក្រោមការដឹកនាំរបស់អាយដាមអភិបាលខេត្តថ្មីបានធ្វើសកម្មភាពខ្លាំងក្លាជាងមុនដែលនាំឲ្យខេត្តតាកែវកំពុងតែមានការអភិវឌ្ឍរីកចម្រើនថែមទៀតនៅក្នុងឱកាសនោះអាយដាមសមាជិកក្រុមប្រឹក្សាខេត្តក៏បានធ្វើការលើកទឹកចិត្តដល់គណៈអភិបាលខេត្តនិងមន្ត្រីរាជការទាំងអស់បន្តសកម្មភាពរៀបចំកម្មវិធីសប្បាយៗជាច្រើនទៀតជូនបងប្អូនប្រជាពលរដ្ឋជាពិសេសការរៀបចំសង្ក្រាន្តតាកែវនៅពេលខាងមុខឲ្យបានជោគជ័យបន្តទៀតឆ្លើយតបទៅនឹងការលើកឡើងរបស់សមាជិកក្រុមប្រឹក្សាខេត្តតាកែវលោកសុតខុនអភិបាលរងខេត្តតាកែវបានថ្លែងថាកន្លងមករាល់ការរៀបចំព្រឹត្តិការណ៍នីមួយៗរដ្ឋបាលខេត្តបានរៀបចំយ៉ាងច្បាស់លាស់ដោយបង្កើតគណៈកម្មាធិការនីមួយៗឲ្យទទួលខុសត្រូវរៀងៗខ្លួនទើបយើងទទួលបានជោគជ័យហើយនៅថ្ងៃសង្ក្រាន្តខាងមុខនេះរដ្ឋបាលខេត្តក៏បានរៀបចំយ៉ាងយកចិត្តទុកដាក់ក្នុងការរៀបចំតុបតែងលម្អកន្លែងរៀបចំសង្ក្រាន្តនៅសួនច្បារមាត់បឹងតាកែវនិងបានរៀបចំផែនការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តផងដែរ